กแม่ได้ทาเสียมเนอะว่าสร้างความเดือดร้อนในประเทศไทยอ่ะโอ้พวกห่างเนี่ยโอ้รากาจเอ้ยง่ะไอ้กิบันเออtrong ban tới đây kỳ nuôi ban phật bụt hàng nữa mình cười thơ đời tế vô tới đây kỳ khơi kỳ miên cái trong ban tới đây kỳ đây bành ngư mưa nì mưa សូមជម្រាបសួរបាទបងប្អូនទាំងអស់គ្នាបាទខ្ញុំជឿជាក់ថាបងប្អូនឃើញវីដេអូនេះហើយបងប្អូនបាទពិតជាសប្បាយចិត្តបាទនឹងមានអារម្មណ៍ថាបាទមិនសូវសប្បាយចិត្តនឹងបាទប្រហែលជាឈឺចាប់ខ្លះក៏ប៉ុន្តែបាទខ្ញុំបាទក៏មានអារម្មណ៍ដូចអញ្ចឹងដែរប៉ុន្តែគឺខ្ញុំអាណិតបាទអូនប្រុសឬមួយក៏ក្មួយប្រុសបាទម្នាក់ដែលបានជេរប្រមាថបាទកម្ពុជាយើងបើខ្ញុំបាទមើលទៅបាទមួយប្រុសគឺមានអាយុប្រហែលជាខ្ទង់20ឆ្នាំជាងទេបាទគឺចង់និយាយថាមិនដឹងពីប្រវត្តិសាស្ត្រឬមួយក៏ដឹងហើយបំភ្លៃបើតាមខ្ញុំសង្កេតមើលទៅបាទមួយប្រុសហ្នឹងគឺជាគេថាខ្មែរសរិនយើងផងដែរព្រោះអាចនិយាយខ្មែរបានយើងស្ដាប់បានអាចជេរជាភាសាខ្មែរបានជាភាសាកម្ពុជាបានអញ្ចឹងផ្ទុយទៅវិញគឺខ្ញុំអាណិតក្មួយប្រុសដែលគេថាជាមនុស្សដែលភ្លេចកំណើតបាទភ្លេចប្រវត្តិសាស្ត្រដើមបាទដោយសារខ្លួនឯងជាខ្មែរសរិនជាខ្មែរដើមរួមគ្នាជាមួយបាទខ្មែរកដាលបាទអញ្ចឹងបាទមកដល់ពេលនេះគឺអ្វីដែលយើងបាទរំពឹងទុកគឺមានបដាហើយបាទគឺចង់និយាយថាមានកូនបាទខ្មែរសរិនខ្លះគាត់ភ្លេចបាទប្រវត្តិសាស្ត្រដោយសារមនោគមវិជ្ជាការគ្រប់គ្រងរដ្ឋបាលការជំរុញបាទនឹងការសិក្សាប្រវត្តិសាស្ត្រគឺគេកែបាទកលៃបាទថាជាដីខ្មែរជារបស់គេបាទយ៉ាងណាមិញបាទយើងគួរតែបាទយល់ដឹងបាទខ្លះពីប្រវត្តិសាស្ត្រអញ្ចឹងខ្មែរយើងមានដីធំទូលំទូលាយណាស់បាទកាលពីដើមឡើយប៉ុន្តែមកដល់បច្ចុប្បន្នបាទខាងរាជរដ្ឋាភិបាលយើងគាត់សុំតែសេចក្តីសុខបាទសុំតែដីដែលនៅគង់វង្សរាល់ថ្ងៃបាទគឺមិនចង់ឲ្យបាទគេថាមានជនឈានពានណាមកឈ្លានពានបានឡើយបាទដោយសារយើងមានបាទផែនទីមានព្រំដែនបាទត្រឹមត្រូវពីចំនួនបារាំងអញ្ចឹងអាដីមុនយើងអត់និយាយទេបាទយើងមកនិយាយអាដីថ្មីនេះអញ្ចឹងការប៉ះពាល់ប៉ះទង្គិចគឺភាគីថៃតែងតែប៉ះយើងមុនបាទទៅកម្ពុជាយើងតែងតែរងទុក្ខលំបាកបាទពីប្រទេសថៃប្រទេសសៀមនេះឯងបាទអញ្ចឹងអ្វីដែលសង្វែកគឺមួយប្រុសបាទស្លៀកពាក់ខោអាវទាហានហើយមកជេរបាទខ្មែរគ្នាឯងមិនដឹងថាមានបំណងឬមួយក៏ចង់ញុះញង់បាទឲ្យប្រទេសបាទកម្ពុជានិងប្រទេសសៀមហ្នឹងគឺមានចង់និយាយថាមានរឿងនឹងគ្នាបាទហើយក្មួយក៏បានពោលពាក្យមួយថាអសុរមែនទែនគឺថាកម្ពុជាចង់លួចដីថៃដោយសារកម្ពុជាឃើញថៃមានបាទមានក៏មានទៅបាទប្រទេសនេះឯងមានក៏មានទៅប៉ុន្តែអ្វីដែលល្អបំផុតគឺប្រទេសកម្ពុជាគឺបាទរស់នៅក៏មិនចាញ់អ្នកឯងដែរបាទគឺសម្បូរធនធានបាទច្រើនណាស់ចឹងអ្នកឯងចាំមើលបាទទៅថ្ងៃក្រោយអ្នកឯងនឹងដឹងហើយបាទអញ្ចឹងការនិយាយបកស្រាយថ្ងៃនេះក៏មានអារម្មណ៍ថាមិនសូវជាល្អដែរបើខុសឆ្គងត្រង់ណាបាទបងប្អូនខន្តីបាទផ្លេចទោសឲ្យខ្ញុំផងបាទហើយបងប្អូនអាចចូល comment បាននៅក្នុងវីដេអូនេះបាទដោយថាការគួរនិងក្តីគោរពបាទទាំងអស់គ្នាបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតជាមួយខ្ញុំបាទសុភាព